fan រឿងក្រែមួយ fan ហឹងចិនគេស្រឡាញ់គ្នាផ្អែមមកកាត់ជើងអាពីរអ្នកខ្ញុំមកសុំទេងុំបងខ្ញុំពីក្រោយយកដៃទឹកចកេះទៅនេះមុខអ្នកឲ្យយកដៃទប់ចកេះចាត់ចាញ់គូគេថននិយាយពីឆ្ងាញ់តែខ្លួនឯងអត់គូទេទាំងពីរអ្នកអែមដាក់គ្នាពេកឡើងគេគិតថាសំដែងណាតែវីដេអូចេះសិតតែដេតគ្នាពេល private ទេបាច់ដាក់ម៉ូគ្នាថតមុននេះព្រោះយើងអញ្ចឹងគឺទម្លាប់ធ្វើដាក់គ្នារាល់ថ្ងៃទៅខ្ញុំនឹកឃើញចង់ថតពេលណាក៏បានដែរព្រោះនេះចូលជាទម្លាប់នៃការរស់នៅរបស់គេហើយចាក់ស្ទាយដូចពេលជើងខ្ញុំត្រូវក្តៅអញ្ចឹងយើងនេះក្តៅតែ 50% ទេមានអ្នកក្តៅជាងយើងនោះ 100% គាត់ក៏ shock ដែរថាចែកចុះមិនខ្ញុំដឹងតាមធម្មតាបើមានកៅអៅនៅក្នុងឡានគឺគាត់យកពីក្នុងឡានឲ្យអានេះវាអត់មានអញ្ចឹងត្រូវតែបើកគូតឡានយកគាត់ឈប់ stop គាត់ចុះឲ្យហើយរឿងអីប៉ុណ្ណឹងខ្ញុំមើលអត់ដឹងហើយមូលហេតុដែលផុសពីគាត់រហូតណាចានឹកឃើញអាណិតពេល private អីមួយយើងរហូតអនឡាញខ្លាំងអនឡាញមិនសិនទៅអនឡាញខ្លាំងអនឡាញ take ឲ្យបងមកពេលមានរូបមួយគ្នាខ្លាំងអនឡាញមិនជិតផុសទៅចឹងឥឡូវយើង public បានអីយើងផុសឯណាណីទៅរឿង content វីដេអូមិនបាច់តែ fake ជីវិតពិតទេខ្ញុំ deal តែខ្លួនឯងធ្វើវីដេអូហ្នឹងក៏ធ្វើមិនចេះអស់ដែរមានតែគេជួយចិត្តបង្កើតសាច់រឿងធ្វើ content អីខ្ញុំអត់ដឹងទេបើខ្ញុំជួយចិត្តបែបរៀលខ្ញុំយកជីវិតពិតខ្ញុំទៅធ្វើ content ចឹងយ៉ាងហោចណាស់ក៏អ្នកនេះបានរៀនពីជីវិតខ្ញុំតិចតួចដែរគ្មានមេរៀនអីឲ្យរៀនទេយ៉ាងហោចណាស់ក៏អ្នកនេះបានសោចដែរសម្រាប់លើ social media ខ្ញុំបញ្ចេញតែ 40% នៃជីវិតខ្លួនឯងទេអ្នកនេះដែលឃើញខ្ញុំថតមកបាយខ្ញុំធ្វើ content អត់ភាគច្រើនខ្ញុំហៅតែឈ្មោះឬក៏ដាក់វីដេអូគាត់ខ្លីៗចែកចូលសង្គមនេះអត់បានទេសាកថតតាប៉ាបាត់ម៉ាក់គេសួរតាម៉ាក់ប៉ាអត់នៅមួយគ្នាមែនអ្នកនេះគិតទៅសង្គមនេះដូចអញញ៉ៃដល់ហើយត្រូវអត់រឿងគេសោះដូចចេះដឹងហ្មងចឹងអ្នកនេះកុំធ្វើជាប្រភេទមនុស្សដែល negative អញ្ចឹងហើយគេអត់ចូលចិត្តដែលគេឌីលក៏យើងហៅថាសំនួរអ៊ីអ្នកចិត្តខាមានច្រើនណាស់នៅពីក្រៅដែលខ្ញុំអត់ផុសអ្នកគ្នាឃើញអត់បងប្អូនខ្ញុំនៅជុំគ្នាម៉ាក់ប៉ាខ្ញុំស្រឡាញ់គ្នាឪពុកម្ដាយដែលមានទំនួលខុសត្រូវជាគំរូល្អឲ្យកូនមើលតែខ្ញុំក៏ត្រូវទុកឯកជនភាពឲ្យពួកគាត់ខ្លះដែរយើងមើលថាអាណាផុសបានអាណាផុសមិនបានខ្ញុំធានាថាជីវិតពិតខ្ញុំគឺមានក្តីសុខហើយនឹងសប្បាយជាងអីដែលខ្ញុំផុសនេះ10ដងពេលខ្លះខ្ញុំឌីលខ្លួនឯងនឹងសិទ្ធិការពិតគឺខ្ញុំខ្ជិលដែរលេងងឹបស៊ីអីអត់ដែរតន់តែនេះខំអង្គុយសលឹងមុខជេលអ៊ូកន្លះម៉ោងអីណោះបានអីនឹងមិនយូរនេះបងអង្គុយផាត់មុខតាប់ម្សៅស្ដាប់បទចម្រៀងអត់10បាត់លទ្ធផលដូចគ្នាតែប្រាប់ថាប្រើអីគឺប្រើនឹងហើយមិនបិទកាមេរ៉ាប្រើអីផ្សេងទេដំបូងគេនឹងគឺបាញ់ spray មកឲ្យមុខយើងវាមានសំណើមទី2គឺយើងដាក់សេរ៉ូមមកដើម្បីឲ្យ make up យើងវាចូលបានល្អអត់កក់សភីសពុះអីចឹងទៅ brand លើមុខដែលខ្ញុំតែងប្រើនោះគឺ Lux Series ពី Serum Spray UV BB គឺផលិតផលរបស់គាត់ព្រោះខ្ញុំប្រើត្រូវគឺលេការពីកម្ដៅថ្ងៃវាមាន SPF រហូតដល់50 PA បូក4ណោះតបពីលាបលេការពីកម្ដៅថ្ងៃហើយគឺយើងត្រូវតែតាប់ជាមួយនឹង BB ខ្ញុំប្រាប់ទៅសាច់វាស្ដាប់ make up បែបធម្មជាតិអ្នកនរគ្នាស្នាមខ្លាំងអាចបិទបាំង 100% បានទេច្រើនជួយបិទបាំងបានត្រឹម 50% បើស្នាមទូចស្នាមរៀងសាលអីអានឹងបិទចិត្តហើយជួយឲ្យមុខយើងម៉ត់បិទបាំងរញើសថូនមុខយើងវាស្មើគ្នាស័ក្តិសមសម្រាប់តែគាត់ចូលចិត្ត make up ស្រាលធម្មជាតិ make up របៀបដូចអត់ make up អីចឹងតាមមកដាក់ color ផ្នែក contour color ថ្ពាល់អីតាមចិត្តទៅនិយាយពីថាបើអត់បត់ចម្រៀងទេគឺ make up អត់ទៅមកកុំឆ្ងល់ចាស់គេបាយហើយតាំងម៉ោង 6 អាយើងនេះម៉ោង 7 មិនទាន់ចោះប៉ុន្តែសាច់ប្រើឈុត luxury នេះហា make up តែ 5 នាទីរួចហើយនេះរត់ make up 1ម៉ោងទៅអែនអនបាញ់ទឹកអប់ទៀតចុងក្រោយបន្ទាប់ពីយើង make up រួចធ្វើការបាញ់ spray ពីលើជួយឲ្យមុខយើងមានសំណើម glow glass skin ហើយជួយទប់ make up យើងឲ្យជាប់បានយូរម៉ោងសម្រាប់ចង់កំងអីអាចទិញពី page luxury by SP បាន page នេះគឺអាសាមាន link giveaway នោះនេះអាចចូលទៅតាមដានបាន